សួស្តីប្រិយមិត្តទាំងអស់គ្នាចំពោះវីដេអូថ្ងៃនេះផងដែរខ្ញុំចង់បង្ហាញអ្នកពីការ install Dual Boot ឬក៏យើងហៅថា install Windows 2នៅលើម៉ាស៊ីនតែមួយឬក៏តែក្នុងនេះខ្ញុំគឺ install Linux ជាមួយ Windows វិញដែលចំពោះ Linux នោះផងដែរខ្ញុំជ្រើសរើសយក distro Ubuntu ដែលមក install alongside Windows 10 តែចំពោះវីដេអូនេះខ្ញុំធ្វើហ្នឹងគឺសំដៅទៅលើ Linux ការ install Linux ជាមួយ Ubuntu Linux ជាមួយ Windows តែម្ដងគឺពីច្រើន distro របស់ Linux ច្រើនគឺពេលយើង install ជាមួយនឹង Windows គឺវាស្តៀងគ្នាទេ alongside ជាមួយ Windows មូលហេតុអីបានខ្ញុំធ្វើវីដេអូនេះឡើងដោយសារតែខ្ញុំបានឃើញអ្នកនរគ្នាមួយចំនួនពេល install ទៅ install Linux យើងរួមទៅគឺ Linux ទូទៅ install ជាមួយនឹង Windows គឺធ្វេសប្រហែលណាអ្នកខ្លះ install ទៅច្រឡំ format hard disk ខ្លួនឯងលុបតំណែងខ្លួនឯងដោយមិនដឹងខ្លួនតែនេះគឺជាកត្តាផលវិបាកព្រោះអាស្រ័យមើលតំណែងអ្នកខ្លះរាប់រយឆ្នាំពេលច្រឡំសុំទៅអ្នកមិនដល់រាប់រយឆ្នាំទេ2 3ឆ្នាំទៅច្រឡំ install Ubuntu ខុសបច្ចេកទេស format ទៅអស់ចឹងចំពោះការបង្ហាញនេះខ្ញុំនឹងពីការ install manually so ជាមូលហេតុទាំងអស់នេះបានខ្ញុំធ្វើការបង្ហាញអ្នកពីការ install នេះហើយអានឹងអាស្រ័យលើអ្នកទាំងអស់គ្នាទេចង់សួរសំណួរដែលខ្ញុំសួរទៅអ្នកគ្នាវិញគឺថាអ្នកគ្នា install Ubuntu ហ្នឹងសម្រាប់ install Linux ហ្នឹងយកសម្រាប់ធ្វើអីសម្រាប់សិក្សាឬក៏សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃបើសិក្សាខ្ញុំ recommend អ្នកគ្នាគឺគ្រាន់តែ install ទៅ VMware ឬក៏ VirtualBox អីផ្សេងតាមនឹងអ្នកគ្នាទៅបើអ្នកគ្នា install ប្រចាំថ្ងៃខ្ញុំគួរ recommend អ្នកគ្នាគួរតែមាន hard disk 2ពីព្រោះអីយើងបើយើង install SD 2ចាស់និយាយខុស hard disk ហើយបើយើងនិយាយថាបើយើង install លើ Linux ជាមួយនឹង Windows នៅក្នុង drive ជាមួយឬក៏ក្នុង SD ជាមួយយើងអាច install ខ្ញុំថាអាច install ក្នុង drive ជាមួយបើ start ក្នុង hard disk ឬក៏ SD ជាមួយវាធ្វើឲ្យកង់ driver គ្នាអញ្ចឹងពេលយើងប្រើថ្ងៃដំបូងទៅវាអាចមានបញ្ហានឹងថ្ងៃក្រោយហើយអញ្ចឹងបើអ្នកគ្នាជា developer ខ្ញុំ recommend អ្នកគ្នាគួរប្រើ SD ឬក៏ hard disk 2ផ្សេងគ្នាចុះ so កុំឲ្យខាតពេលយូរខ្ញុំនឹងឲ្យអ្នកគ្នានៅលើ VMware ផ្ទាល់តែម្ដងតែខ្ញុំធ្វើលើតែ hard disk តែមួយទេយល់ទៅការធ្វើលើ hard disk 1ឬ hard disk 2វាដូចតែគ្នាទេ so ខ្ញុំនឹងកន់ចែកត្រៃហើយយើងទាញពីត្រៃ C មក G អញ្ចឹងតើមកធ្វើការ shut down បើខ្ញុំធ្វើលើ VMware អញ្ចឹងខ្ញុំគ្រាន់តែ change file ISO ទេតែបើអ្នកគ្នាធ្វើលើម៉ាស៊ីនពិតអ្នកគ្នាត្រូវ boot flash តាមរយៈ Rufus PowerISO ឬក៏កម្មវិធី boot ផ្សេងអញ្ចឹងតែខ្ញុំ recommend អ្នកគ្នាថាចេះនៅពេលដែលយើង boot Linux យើង install Linux អញ្ចឹងនៅលើជាមួយ alongside ជាមួយ Windows យើងគួរ backup តំណែងសំខាន់មួយទុកទៅដោយសារយើងបាត់ឃើញជួនកាលការធ្វើប្រហែលរបស់យើងនឹងធ្វើបាត់តំណែងឬក៏បាត់ Windows យើងអញ្ចឹងខ្ញុំ recommend អ្នកគ្នាជាល្អគួរតែសាក់ backup ទុកមួយឬក៏មិនបើយើងអត់ច្បាស់ខ្លួនឯងក្នុងការ install ហើយពេល install ហ្នឹងខ្ញុំ recommend អ្នកគ្នាបើអាច disable secure boot ទៅហើយចាំពេល install ចាំ enable វិញព្រោះអីអាហ្នឹងវាអាស្រ័យលើ distro របស់ Linux ដែរ Linux ខ្លះវាតម្រូវយើង disable secure boot នៅពេលដែល install វាតែចំពោះក្នុងវីដេអូហ្នឹងខ្ញុំយក Ubuntu មក Ubuntu មិនចាំបាច់ទៅការ disable secure boot នៅក្នុងការ install វាso ខ្ញុំគាត់តែ change ISO file វាទៅជាទៅ Ubuntu សិនហើយយើងចូលទៅកាន់ boot menu មកហើយយើងជ្រើសយក Ubuntu option លើហ្នឹងហើយយើង install យក option លើហ្នឹងតមកបានតែគ្នាចង់វាឆែក file អីឬក៏កុំឲ្យមាន corrupting file អីកុំឲ្យ share វាឆែកយើងអាច control C បានវានឹង cancel លើការ file system ឆែកនឹងខ្ញុំសូមបញ្ជាក់ការ install នេះខ្ញុំធ្វើការបង្ហាញឲ្យឃើញ install manually គឺអត់ install យក option alongside Windows អីទេពេលអ្នកនេះចូលមកនឹងខ្ញុំប្រកបឃើញ option 2គឺ try Ubuntu ក៏ install Ubuntu ចំពោះយើងគាត់តែចង់សាក់ test environment របស់វាទេយើងអាចជ្រើសរើស option Ubuntu try Ubuntu បាន
តែបើចំពោះ developer ដែលគាត់ install គាត់អាចជ្រើសយក option install Ubuntu បានហើយចំពោះ keyboard នេះវាមាន international ទេអញ្ចឹងខ្ញុំសូមយក English US ដូចគ្នានេះហើយតមកចំពោះ option នេះបើអ្នកនេះរើសយកក្រោមវាធ្វើការតែ install web browser មួយ basic utility ដូច option Casio ឬក៏អីយ៉ាងទៅបើចំពោះខាងលើនេះវា install browser ជាមួយ utility ហើយជាមួយ software ដូចជា LibreOffice ជា Word Microsoft Excel យ៉ាងតែចំពោះ Linux វាមាន LibreOffice តែពួកហ្នឹងគឺជាពួក software free ឬក៏ពួកថា open source ក៏បានតែអាហ្នឹងខ្ញុំគិតទេណាខ្ញុំអត់ច្បាស់ថាវាគឺជាប្រភេទ open source តែភាគច្រើន software ដែលប្រើប្រាស់លើ Linux គឺជាពួក open source ហើយយើងអាចទីយក top up option នេះមួយទៀតមកដើម្បីគឺ install graphic ពួក NVIDIA លើ Linux ហើយមួយ Wi-Fi driver បន្ទាប់មកចំពោះ option នេះខ្ញុំអត់រើសយក install Ubuntu alongsideនឹង Windows ទេហើយខ្ញុំក៏យក option ទី2ដែរព្រោះ option ទី2នេះវាត្រូវ arrest ទិន្នន័យនៅក្នុង hard disk យើងទៅទាំងអស់ដើម្បី install Ubuntu អញ្ចឹងខ្ញុំយក something ដែលគេស្គាល់ថា install manually នេះយើងមាន SDA មករបស់យើងហើយខ្ញុំទៅរកនេះ free space ដែលខ្ញុំទិញមក 100G មកហ្នឹងអញ្ចឹងធ្វើការ add វា ex4 ទៅហើយអូខេបន្ទាប់ពីខ្ញុំadd partition នឹងហើយខ្ញុំធ្វើការ install វាបណ្ដាខ្ញុំធ្វើការ install Ubuntu នៅលើ partition 100G ហ្នឹងហើយចំពោះ location នេះអ្នកគ្នាអាចដាក់នៅទីណាក៏បានដែរតែខ្ញុំដាក់តាមមកវាទៅហើយចំពោះនេះឈ្មោះរបស់យើងអ្នកគ្នាដាក់តាមអាស្រ័យឈ្មោះអ្នកគ្នាដូចចាំហើយចំពោះនេះ computer name អ្នកគ្នាអាចចង់ដាក់អញ្ចឹងក៏បានឬក៏ដាក់ខ្លួនឯង send ដាក់ Ubuntu ចុះទៅ that already exist មានហើយមួយ3ហើយនេះចំពោះ password ចំពោះក្នុងនោះវាតម្រូវឲ្យយើងដាក់ password មិនក៏បានដែរដាក់មិនស្រួលអ្នកគ្នាស្រួលចាំអ្នកគ្នាគួរដាក់បែបហ្នឹងចុះព្រោះខ្ញុំដាក់1 2 3ព្រោះនេះគាត់ជាការ install តេស្តទេហើយអ្នកគ្នាគាត់ឃើញ option 2 គឺ login automatically ជាមួយ request my password ទៅ login ចំពោះមកអ្នកគ្នាយក ខ្ជិល my password អ្នកគ្នាជ្រើសយក option login automatically ក៏បានតែបើយើងចង់ចំណាំដៃ password យើងអាច require my password to login ហើយតាមមកសូមជ្រើសរើសពាក្យ continueធ្វើការរងចាំវាទៅវាធ្វើការ install នៅពេលដែលវា install ហើយវានឹងសុំឲ្យយើង restart ហើយយើង restart ទៅយើងនឹងឃើញ option វាមាន option boot ចូល Ubuntu ហើយជាមួយនឹង boot ចូល Windows តែខ្ញុំប្រាប់អ្នកគ្នានៅពេលដែលវា install ហើយនេះទៅពេលដែលវា install ហើយវាពេលយើង boot restart ហ្នឹងអ្នកគ្នាពេល restart អ្នកគ្នាគាត់ដក flash ចេញត្រូវដក flash boot យើងចេញតែម្ដងចឹងយើងមិនថាអ្នកគ្នាបន្តទៀតនៅពេលវា load បន្ត restart មក install ហ្នឹងវា reinstall មិនស្បោះដែរចឹងបើអ្នកចាំវានៅខាត់ពេកតាមបើខ្ញុំ record ទាំងណាចាំហ្នឹងវាអាចនឹងឃើញវីដេអូហ្នឹងវាយូរ so នៅពេលដែលវា install ឬក៏អ្នកគ្នាគាត់ឃើញមានវាឲ្យវា restart ហើយយើង restart វាមកហើយអ្នកគ្នាកុំភ្លេចដក USB boot flash អ្នកគ្នាចេញហ្នឹងវាឲ្យយើង5 please remove installation media ខ្ញុំ press enter តាមមកអ្នកនេះគាត់ឃើញ option នេះគឺបើយើងចង់ boot ចូល Windows យើងវិញយើងជ្រើសយក option ទី3ហ្នឹងមកបើយើងចង់ boot ចូល Ubuntu យើងយក option លើតែឥឡូវយើងចូល Ubuntu ហ្នឹងហើយតាមមកយើងចូល Windows តាមក្រោយខ្ញុំសង្ឃឹមថាអ្នកគ្នាដឹងចុះនៅពេលដែលចំពោះវាត្រូវការអ៊ីនធឺណិតខ្ញុំជាដូរទៅប្រើណាត់សិនចាំតិចខ្ញុំមិននឹងដូរប្រើណាត់សិនដើម្បីយកមកបង្ហាញអ្នកគ្នាតិចតួចក្នុងការ
ប្រើ command update នៅពេលដែលយើង install ភ្លាមនឹងធ្វើខ្លះនេះអ្នកគ្នានេះយើងទាញមិញ 100G OS របស់ Linux ហ្នឹងយូរទៅវាស៊ីតែ 2G ចេញពីនេះខ្ញុំច្បាស់ជាមានអ៊ីនធឺណិតហើយអញ្ចឹងខ្ញុំហ្នឹងវាអាចនឹង pin អាចនឹង comment ខុសគ្នាជាមិនមែន pin ទេអូខេ pin ដែរអញ្ចឹងនេះនៅពេលដែលយើង install Ubuntu ឬក៏ install Linux ភ្លាមមុនដំបូងយើងគួរតែ update ឬក៏ស្វែងរក install driver ទៅកតា recommend ហ្នឹងគឺជា basic ទេអ្នកនេះគាត់ទៅចេះហើយយើងត្រូវ run command sudo apt update ជាមួយ sudo apt upgrade បន្ទាប់ពីយើង run update ជាមួយ upgrade ហើយយើងបង្ហាញដល់គ្នាហើយយើងចូលច្រឡំហើយយើងនឹងចូលទៅកាន់ Windows វិញថាមើលមាន button អីអត់ព្រោះក្នុង Windows វិញយើងសំរាប់ G ព្រោះយើងដក 100G ចេញដើម្បីយកមក install Linux here's a quick cut up ខ្ញុំមិនមែនជាអ្នក expert លើ Ubuntu ទេឬក៏លើ Linux ទេខ្ញុំចេះបានបន្តិចជួយហើយខ្ញុំក៏ចង់បង្ហាញឲ្យគ្នាពីការ install Linux ជាមួយ Windows ដែរព្រោះខ្ញុំឃើញអ្នកគ្នាអ្នកខ្លះវិស័យខ្ញុំឃើញគេអ្នកខ្លះគេច្រឡំ format តន័យខ្លួនឯងលើការទៅ install Ubuntu ហ្នឹងចឹងហើយគឺតន័យវាសំខាន់ណាជួនកាលតន័យយើង1ឆ្នាំ2ឆ្នាំចឹងវាប៉ាអញ្ចឹងបើយើងមិនធ្វើអ្វីមួយយើងគួរតែបច្ចុប្បន្នពេលទុកព្រោះតន័យហ្នឹងសំខាន់ផងមុននេះយើងទៅជាងឬក៏ទៅណាយើងគួរតែបច្ចុប្បន្នឬក៏ធ្វើអីមួយតែវាយើងគិតថាប៉ះពាល់ទៅបាត់បង់តន័យអញ្ចឹងយើងគួរតែ backup វាទុកទៅគឺជាជំរឿនមួយដ៏ល្អយំទៅយើងចេះ backup មួយគឺវាល្អមកចេះ backup ទៅហើយចំពោះខ្ញុំបាច់ install នៅ VMware Tool បាច់ install VMware Tool លើហ្នឹងទេខ្ញុំច្បាស់សង្ឃឹមថាអ្នកនេះចេះ install ហើយគឺបើយើងអត់ចេះយើងអាចសួរ ChatGPT ដែរ how to install VMware Tool on Ubuntu អញ្ចឹងវារបស់យើងគ្រាន់តែ copy command ហ្នឹងយកមក run command ក៏បានដែរ Yep អូខេអញ្ចឹងវីដេអូនេះវាអាចនឹងយូរអញ្ចឹងខ្ញុំupgrade ប៉ុណ្ណឹងបានហើយខ្ញុំនឹងចូលទៅកាន់ឥឡូវខ្ញុំបង្ហាញអ្នកគ្នានៅពេលដែលវា upgrade ហើយយើងសូមផុសវីដេអូទៅខ្លាចយូរបន្ទាប់ពីអ្នកគ្នា upgrade អូខ្ញុំមិនតក់ upgrade ខ្លះទៀតជាច្រើនគេនៅអញ្ចឹង command ដែលយើងគួរតែចេះមុនដំបូងគេពេលយើង install Linux មុនដំបូងគេគឺ sudo apt update ជាមួយនឹង sudo apt upgrade អញ្ចឹងកុំឲ្យវីដេអូនឹងយូរខ្ញុំសូម skip ទៅហ្នឹងឯងអញ្ចឹងខ្ញុំធ្វើការ lock មួយសាំមុនធ្វើការ boot ចូល Windows វិញចង់ដឹងថាយើងមានបាត់តន័យហើយដូចគ្នាអត់ដោយសារខ្ញុំទាញ 100G ចេញសារ storage ខ្ញុំហ្នឹងវាមាន256ខ្ញុំទាញ 100G ចេញនៅសល់ 50G ជាងអញ្ចឹងវាអត់បាត់ទេមានថា install នេះវាបានជោគជ័យហើយអញ្ចឹងយើងអត់ខ្វល់រឿងបាត់តន័យទេនេះព្រោះយើងគ្រាន់តែចេះ install តាមប៉ុណ្ណេះព្រោះខ្ញុំ install នេះគឺ install បែប manually អ្នកនេះអញ្ចឹងស្រាប់សេចក្តីមកយើងមិនមានបាត់តន័យទេមានថា install យើងបានជោគជ័យហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងសង្ឃឹមថាអ្នកគ្នាចេះ install Linux សំដៅនេះគឺអ្នកគ្នាចេះ install Linux alongside ជាមួយ Windows correct way កុំឲ្យបាត់តន័យរបស់គ្នា